ឈប់សិនពុកម៉ែទី4មានរឿងនៅរោងម៉ាស៊ីនហើយមានរឿងអីបានជាស្លន់ស្លោយ៉ាងនេះគឺរោងម៉ាស៊ីនយើងមានចោលហាចោលហ៎ចោលហ៎មីស្រីបំរើតែចក្រានជើងឆ្នាំងមិនអស់ចិត្តនាងឯងហ៊ានបំរើលោកម្ចាស់ដល់លើក្រែទៀតអីហាយ៉ាងម៉េចនាងឯងហ្នឹងហ៎បើមកទីនេះចង់បង្កបញ្ហាក៏ប្រកាច់ទៅផ្ទះឲ្យបាត់ទៅមិនបានជួយចុកជួយចៅទេសូមកុំយកជើងរៀតទឹកសម្បត្តិមនុស្សបំផ្លាញគ្មានសិទ្ធិនិយាយអីទាំងអស់រឿងភូមិគ្រឹះស៊ូគីភាគទី3ដូចជាខានឃើញមុខយូរហើយនារដីទៅណាមកណាបានជាមិនដែលឲ្យឃើញមុខបែបនេះហ៎ស្រីក្មេងរបស់បងអ្នកប្រុសនិយាយរងចាំនៅបន្ទប់បាយចុះទីនេះមិនស័ក្តិសមនឹងអ្នកប្រុសឡើយគ្រាន់តែមកសួរសុខទុក្ខស្រីក្មេងស្រីចាស់និងស្រីវ័យកណ្ដាលតែប៉ុណ្ណោះផ្ទះតែប៉ុណ្ណឹងសោះចង់ដេញម្ចាស់ផ្ទះទៅណាអ្នកប្រុសធំដល់ម៉ោងបាយល្ងាចហើយអ្នកប្រុសអញ្ជើញទៅចាំមុនចុះចាំខ្ញុំលើកម្ហូបទៅតាមក្រោយចាំមិនបងធំនេះបងឃ្លានបាយដល់ទ្រាំមិនបានហើយមែនទេបានជាមកដល់ចង្ក្រានបាយទាំងក្បាលល្ងាចបែបនេះមានឯណាបងគ្រាន់តែដើរចូលមកមើលព្រោះម្ដាយថ្មីរបស់ពូយើងនេះគាត់មកសាកបាយម្ហូបថ្ងៃដំបូងខ្លាចទាស់ចិនថាយើងនេះមិនចាប់អារម្មណ៍នឹងកាពះគាត់ដូចជាលោកពុកចេះតែនិយាយតែដឹងបងប្រុសលោកពុកគាត់ខ្វល់ខ្វាយពីប្រពន្ធកូនគាត់គ្រប់តែគ្នានឹងតែបើគាត់ខុសទោះកន្លែងណាបន្តិចបន្តួចក៏យើងមិនអាចប្រកាន់បានដែរព្រោះគាត់មានប្រពន្ធកូនច្រើនលើខ្វាន់បន្តិចបន្តួចតែប្រកាន់ធ្វើអីបានហើយលើកម្ហូបទៅកុំនៅយូរពេកចាអ្នកប្រុសកុំខ្វល់ពីគាត់ច្រើនពេកស្រីស្អាតលើកម្ហូបទៅកុំឲ្យលោកពុកចាំយូរខ្លាចត្រូវមាត់ចាអ្នកនាងតូចគ្រប់យ៉ាងសុទ្ធតែជាកម្មតែកម្មនេះអាចធ្វើឲ្យគ្រប់គ្នាងើបមុខមិនរួចលុះដល់ថ្ងៃរសៀលឈៀងចូលមកដល់បើបម្រើ3នាក់បានលើកម្ហូបអាហារចូលក្នុងផ្ទះរីឯសមាជិកគ្រួសារនាំគ្នាជួបជុំដើម្បីពិសាភោជនីយអាហារស្រាប់តែលោកម្ចាស់មានការភ្ញាក់ផ្អើលព្រោះខានបានឃើញបុព្រឹកដែលជាអ្នកបម្រើរយៈពេលយូរមកហើយគាត់ក៏បានសួរទៅកាន់បុព្រឹកថាហយ៉ាបាត់ទៅណាយូរម្លេះបុព្រឹកមិនដែលឃើញលើកបាយលើកទឹកមកយូរហើយនេះយើងស្មានតែមានគ្រួសារបានលោកអុកញ៉ាអ្នកធំណាយកទៅនៅជាមួយបាត់ហើយតើយ៉ាងម៉េចនឹកនាមែនទេឬក៏នឹកដល់ស្នេហាចាស់ដែលខំតស៊ូលួចស្កាត់ជួបគ្នាទាំងថ្ងៃទាំងយប់មែនទេវាយ៉ាងម៉េចទៀតហើយនេះប្រងមិនអោយផ្ទះនេះបានសុខមួយថ្ងៃទេអីហ៎គ្មានអ្នកណាបានសុខទាំងអស់ប្រសិនបើខ្ញុំគ្មានក្តីសុខខ្ញុំថាកុំឆ្លោះគ្នាអីលោកម្ចាស់អ្នកស្រីបើបញ្ហាមកពីខ្ញុំគឺគួរតែខ្ញុំជាអ្នកដើរចេញមិនមែនបញ្ហាមកពីឯងទេបូព្រឹកបញ្ហាគឺមកពីមនុស្សក្នុងមិនស្មោះត្រង់នឹងគ្នាចុះលោកបងវិញមានប្រពន្ធដល់ទៅ4ត្រង់ណាដែលបញ្ជាក់ថាស្មោះត្រង់នោះបានហើយអ្នកបងខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយទេមីងណៃនាំក្មេងៗចេញទៅទីនេះមិនគួរឲ្យក្មេងនៅមើលទេមកលោកប្រុសនិងអ្នកនាងតូចពួកយើងចេញទៅហូបបាយនៅខាងក្រៅវិញណានាងនេះហើយដែលធ្វើឲ្យអ្វីកាន់តែគ្រោះថ្នាក់បើគ្មាននាងទេយើងក៏មិនក្តៅងំដូចរាល់ថ្ងៃនេះដែរប្រាប់ថាបានហើយបើខ្លាំងបណ្ដេញវាចេញពីផ្ទះទៅចេះស្ដាប់គ្នាឬអត់ថាបានហើយមានមើលទៅអ្នកផ្សេងទេថាគេដូចអូនឬអត់មានអាណិតកូនដែរទេថាគ្នាខ្មាស់គេខ្មាស់អ្នកចិត្តខាងនិងបើកបំរើប៉ុណ្ណានៅពេលដែលមនុស្សចាស់ក្នុងផ្ទះឆ្លោះគ្នាមិនចេះឈប់មិនចេះឈរបែបនេះឥឡូវអូនឲ្យបងដេញវាចេញហើយមិនបាច់ជាបងមិនព្រមបងនៅតែស្រឡាញ់វាមែនទេបងប្រាប់ថាឲ្យឈប់អូនកុំទៅដាក់បន្ទុកលើមនុស្សដែលគ្មានកំហុសបែបនេះបងស្រឡាញ់វាច្បាស់ណាស់ថាបងស្រឡាញ់វាបងនៅចង់មើលថែវាមិនថ្ងៃមុនក៏បងមិនការវាជាមួយស្រីខូចឲ្យហើយទៅការម្ដងបានប្រពន្ធ2តែម្ដងគឺវាចប់កុំឲ្យពិបាកច្រើនដងមិនបានជាមរៀលដល់ខ្ញុំទៀតហើយលោកបងជួយមើលអូនផងនេះអូនគ្មានកំហុសអីសោះអូនណាសុំតែត្រឹមស្រឡាញ់លោកបងម្នាក់ផងអូនណាមិនចង់មានបញ្ហាជាមួយអ្នកណាទេលោកបងបងថាអូនដូចជាហួសហេតុពេកហើយណាបានហើយលោកម្ចាស់ខ្ញុំសុំទៅវិញហើយខ្ញុំមិនចង់មានបញ្ហានឹងអ្នកណាទៀតទេនាងឯងចង់ទៅណាមីស្រីបំរើតែចង្ក្រានជើងឆ្នាំងមិនអស់ចិត្តនាងឯងហ៊ានបំរើលោកម្ចាស់ដល់លើក្រែទៀតអីហាខ្ញុំសុំទៅបាយនៅបន្ទប់វិញហើយលោកបងខ្ញុំក៏ទៅដែរនៅទីនេះសុទ្ធតែភ្លើងគ្មានកន្លែងស្ងប់ទេ
ឈប់សិនពុកម៉ែទី4មានរឿងនៅរោងម៉ាស៊ីនហើយមានរឿងអីបានជាស្លន់ស្លោយ៉ាងនេះគឺណែ មានរឿងស្អីនៅប៊ីបឺនឹងហើយមិននិយាយឲ្យចាប់ចុងចាប់ដើមមកហ៎និយាយមកកូនប្រុសម៉ែថាវាមានរឿងអីកើតឡើងគឺរោងម៉ាស៊ីនយើងមានចោរហាចោរហ៎ចោរហ៎អ្នកណាជាចោរមិនដឹងទេដឹងត្រឹមថាបានបាត់លុយពីហេបអស់ហើយតែមកកាក់ក៏មិនសល់ដែរនៅពេលដែលមនុស្សមកមើលជុំវិញរោងម៉ាស៊ីនទាំងគ្រួសារក្នុងនោះមានតែអ្នកប្រុសធំតែម្នាក់គត់មិនទាន់មកដល់ស្រាប់តែអ្នកផ្ទះមានអារម្មណ៍ថាមិនស្ងប់ឡើយនៅពេលនេះក៏មានសំឡេងដ៏ស្រួយស្រាប់បន្លឺឡើងថាអ្នកខុសមិនដែលកិច្ចអ្នកកិច្ចមិនដែលខុសនាងឯងចង់បានន័យថាម៉េចហ៎មានន័យថាម៉េចចង់មានន័យថាអ្នកសាងកំហុសតែងតែរត់កិច្ចប្រាំងក៏មិនមែនតិចតួចដែរយ៉ាងហោចណាស់ក៏លេងស្រីនឹងលេងលបែងបានដល់ព្រឹកស្អែកដែរយ៉ាងម៉េចនាងឯងនឹងហ៎បើមកទីនេះចង់បង្កបញ្ហាក៏ប្រកាច់ទៅផ្ទះឲ្យបាត់ទៅមិនបានជួយចុកជួយចៅទេសូមកុំយកជើងរៀតទឹកសម្បត្តិមនុស្សបំផ្លាញគ្មានសិទ្ធិនិយាយអីទាំងអស់ខ្ញុំថាគួរតែសាកសួរកម្មករទៅមនុស្សពេញរោងម៉ាស៊ីនយើងចាត់តែម្នាក់ក៏មិនបានដែរពួកយើងគ្មានផុសតាងទេផុសតាងគឺមិននៅកន្លែងកើតហេតុនឹងហើយតែប៉ុណ្ណឹងល្មមយល់ចុះមេនាងអ្នកបម្រើនោះវាក៏មិននៅទីនេះដែរមិនក៏របស់មិនចោតវាផងវាខុសគ្នាគ្មានអ្នកបម្រើណាដើរសុកទៅចូលលួចលុយម្ចាស់ផ្ទះទេចុះមនុស្សឯណាវាទៅលួចលុយរបស់ខ្លួនឯងនោះបានហើយឈប់ឆ្លោះគ្នាទៅមនុស្សវាមិននៅក៏ចោតអាគ្នានៅថាមិនបានការអ្នកផ្ទះនេះចង់យ៉ាងម៉េចទើបបានសុកចិត្តទៅនាំគ្នាស្ងាត់សិនទៅទុកពេលឲ្យយើងគិតមើលបន្តិចសិនសម្រាប់សិនទៅលោកបងប្អូនមើលទៅលោកបងដូចជាមិនស្រួលខ្លួនសោះកាលដែលមេគ្រូសានិយាយបែបនេះទៅហើយពុំមានសមាជិកគ្រួសារណាម្នាក់ហ៊ានក្អកជាមួយនឹងលោកម្ចាស់ឡើយរំពេចនោះក៏ស្រាប់តែមានសម្លេងសម្រាប់ជើងដើរចូលមកទាំងក្ដុំក្ដាំងអូយមកហើយតាមកហើយចង់សួរអីក៏សួរទៅអូមានកម្មវិធីអីមែនបានជាមកគ្រួសារមកជុំគ្នាបែបនេះនៅមកសម្ដែងធ្វើមិនដឹងរឿងទៀតមែនទេអ្នកផ្ទះនេះកើតអីហ្នឹងបានជាចម្លែកម្លេះឯងលួចប្រាក់នៅរោងម៉ាស៊ីនមែនទេប្រាក់ស្អីទៅពុកខ្ញុំអត់ដឹងទេហើយសុកនាំគ្នាទាំងវងមកចោទមនុស្សគ្មានកំហុសបែបនេះអយុត្តិធម៌ពេកហើយប្រាប់យើងតាមត្រង់មកប្រាក់ប៉ុណ្ណឹងយើងរកបានវិញតែទំនុកចិត្តដែលបាត់បង់ទៅហើយគ្មានថ្ងៃយកមកវិញបានឡើយមានន័យថាម៉េចនឹងពុកមនុស្សមិនដឹងអីផងចេះមកចោទគ្មានភ័ស្តុតាងតែកើតនៅដាក់បន្ទុកទៀតបើឯងមិនបានយកមុននេះឯងទៅណានៅឯណាមិនបានជាដើរចោលរោងម៉ាស៊ីនបែបនេះហួសពេលហើយលោកបងសម្ដីដែលលោកបងប្រើដាក់កូនខ្ញុំនេះវាដូចជាលឹះពេកហើយណាអ្នកប្រុសធំបើឯងយកក៏សារភាពទៅកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយអីណាខ្ញុំថាមិនបានយកគឺមិនបានយកហើយម៉ែទី2កុំចេះបដៅខ្ញុំអីម៉ែមិនមែនជាម៉ែមកកើតរបស់ខ្ញុំទេទោះបីជាគ្រួសារមានស្ថានភាពល្អឡើងវិញក៏ដោយក៏អ្នកប្រុសធំមិនព្រមសារភាពថាបានដើរលេងជាមួយមិត្តភ័ក្តិមិននៅជួយយាមការងារឪពុកឡើយម្ដាយរបស់គេស្រឡាញ់គេខ្លាំងដល់ថ្នាក់គេធ្វើអីក៏តែងតែកាន់ជើងខុសពីម៉ែទី2ដែលតែងតែព្យាយាមបង្រៀនគេឲ្យដើរតាមផ្លូវត្រឹមត្រូវបានហើយមិនបានយកក៏ហីទៅតែយើងឆ្ងល់ថាតើឯងទៅណាបាត់បានជាបណ្ដោយឲ្យចៅវាចូលមកឃ្លាំងយកប្រាក់បានហ៎ពេលល្ងាចប្រុសធំបានលួចចូលទៅក្នុងបន្ទប់ដាក់លុយក្នុងរោងម៉ាស៊ីនកិនស្រូវដៃរបស់គេកំពុងញ័រតិចខណៈពេលដែលបេះដូងកំពុងបុកលឿនយកតែបន្តិចគ្មានដឹងស្អីទេគេគិតនៅក្នុងចិត្តមុនពេលយកលុយចំនួនធំមួយដាក់ក្នុងហោប៉ៅហើយក៏ដើរចេញធម្មតាដូចជាមិនបានមានអ្វីកើតឡើងប៉ុន្តែគេមិនដឹងថាកម្មករម្នាក់បានឃើញគេលួចរត់ចេញទៅហើយតែប្រាក់នឹងមាននៅរោងកិនស្រូវបាត់អស់ចិត្ត100ដំឡឹងតែអ្នកណាទទួលខុសត្រូវចំពោះរឿងនេះហ៎ពេលនេះបេះដូងប្រុសធំលោតខ្លាំងតែគេនៅតែធ្វើមុខធម្មតារំពេចនោះម៉ែទី4ដែលជាម្ដាយចុងស្រីស្អាតរបស់គេបាននិយាយឡើងដោយសំឡេងត្រជាក់ថាអូនសង្ស័យថាប្រុសធំជាអូនសង្ស័យអីទៅព្រោះមានអ្នកឃើញគេចូលក្នុងឃ្លាំងយកលុយណាលោកបងឪពុកមិនទាន់សួរបន្តផងប្រុសធំក៏ប្រកែកភ្លាមថា
គេមិនបានយកទេស្រាប់តែម៉ែទី1ក៏កាន់ជើងកូនភ្លាមថា កូនខ្ញុំមិនធ្វើបែបនឹងទេនាងកំចត់ប្រកាន់គេអត់មូលហេតុផោះតាំងក៏គ្មានសាក់សីគេក៏មិនចេញមុខចង់ចោតប្រកាន់កូនប្រុសច្បងក្នុងគ្រួសារងាយយ៉ាងម៉េចបើអនាគតទៅទ្រព្យសម្បត្តិទាំងប្រមាណត្រូវធ្លាក់មកលើគេដដែលគេទៅលួចប្រាក់ខ្លួនឯងធ្វើអីនាំតែមានរឿងធំដុំធ្វើអីពេលដែលម៉ែធំពោលពាក្យថាអនាគតគេគង់តែជាម្ចាស់ទ្រព្យសម្បត្តិទាំងមូលភ្លាមនោះធ្វើឲ្យអ្នកប្រុសធំមានភាពក្លាហានឡើងវិញក្នុងការកុហកបន្តទៀតបើមិនបានយកមែនមិនគួរចូលឃ្លាំងតែម្នាក់ឯងលបបែបនេះទេជាម្ចាស់ចេញចូលចាំបាច់សុំការអនុញ្ញាតពីស្រីខូចដូចនាងដែរមែនទេនេះនាងឯងលោកបងមើលបងស្រីគាត់និយាយបែបនេះដាក់អូនតែវាសមដែរទេបានហើយចាត់ទុកថាគ្មានរឿងអីកើតឡើងទៅចុះត្រឡប់ទៅវិញទាំងអស់គ្នាទៅប្រាក់ប៉ុណ្ណឹងបាត់ក៏បាត់ចុះកុំឲ្យទៅបាត់ទំនុកចិត្តពីមនុស្សក្នុងគ្រួសារលោកឪពុកមើលប្រុសធំដោយភ្នែកពោពេញទៅដោយការខកចិត្តពេលនោះគ្រប់យ៉ាងស្ងប់ស្ងាត់ដូចជាពេលវេលាឈប់ដំណើរការនិងប្រាប់ឲ្យអ្នករាល់គ្នាត្រឡប់ទៅផ្ទះវិញនិងឈប់ដេញដោលរឿងទាំងអស់នេះទៀត